សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូតទៅជាមួយនឹង Steam Stack ម្ដងទៀតវីដេអូមួយនេះខ្ញុំបានអាប់ដេតថ្មីជាមួយនឹង function មួយទៀតដែលយើងអាចយាង down ជាមួយនឹង file ដែល game ខ្លះវាត្រូវការដើម្បីយើង bypass អាចលេងបានដូចជា game Black Myth Wukong គឺ game នេះណាបាទ Black Myth Wukong នេះយើងពេលដែលយើងទិញហើយអត់អាចប្រើបានភ្លាមទេអញ្ចឹងយើងត្រូវការចូលកន្លែង fix នេះគឺខ្ញុំសំដៅបងយើងត្រូវការចូលកន្លែង fix ហ្នឹងដើម្បីយើង select មកហើយយើង select យក fix នេះមកហើយយើង download ជាមួយនឹង file ហើយអ្នកនរធ្វើការធ្វើតាមការណែនាំខាងលើនេះទី1យើង download ជាមួយនឹង fix file ហើយទី2យើង extract file នៅខាងក្នុងនឹងទាំងអស់ហើយបន្តមកទី3យើង replace file ទាំងអស់ហ្នឹងនៅក្នុង game របស់យើងនៅក្នុង folder game របស់យើងណាដែលយើងចូលទៅតាម Steam ឬក៏តាម folder របស់ Steam ហ្មងក៏បានដែរអូខេអញ្ចឹងឥឡូវខ្ញុំធ្វើការ download ដល់អ្នកនេះមើលអញ្ចឹងខ្ញុំចុច download មកយើងរងចាំបន្តិចព្រោះដោយសារfile របស់ game រៀងធំដែរវាអាចចូលទៅដល់300 មេឬក៏400 មេតាម game ដែរហើយ game មួយនេះគឺរៀងធំដែរគឺ300 មេយើងត្រូវការ display file ដែលមាននៅខាងក្នុង fix នេះចូលហើយអ្នកគ្នាធ្វើការអាចលេងបានធម្មតាបាទឥឡូវយើងធ្វើការ download ហើយអញ្ចឹងអ្នកនេះយើងចូលជាមួយនឹងនេះមកយើងឃើញទី1នេះគឺ B1 ហើយ engine ហើយនឹងនេះគឺ display ដំបូងគេបងប្អូនហើយបន្តមកយើងទៅចូលខាងក្នុង engine របស់ game ហ្នឹងយើងចូល engine binary Safari Steamworks ហើយយើងចូល Steam Beat នេះមកហើយចូល Windows 4យើង display ទាំងអស់នេះក្នុង folder game របស់យើងមកហើយបន្ទាប់មកយើងទៅយកមួយទៀត B1 នេះហើយចូល binary ចូល Windows 4យើង display នេះចូលទៅខាងក្នុង folder របស់ Windows 4នៅ binary ហ្នឹងចឹងនេះ replace វាចូលទៅហើយអ្នកគ្នាបើក game តាម Steam ចឹងអ្នកគ្នានឹងបើកលេង game នឹងបានជាធម្មតានេះសម្រាប់ Black Myth Wukong ហើយgame ផ្សេងទៀតខ្ញុំនឹងធ្វើការ update ចូលបន្ថែមទៀតនៅ game ដែលយើងត្រូវការ bypass ដែលយើងមិនអាចលេងបានហើយយើងត្រូវការ bypass ដើម្បីយើងចូលលេងបានចឹងណាអញ្ចឹងវីដេអូនេះគឺយើងអត់មានអីច្រើនទេគឺយើងមានតែប៉ុណ្្នឹងយើងរៀបរាប់នៃការ update ថ្មីហើយដូចវីដេអូមុនចឹងអ្នកនេះស្រួលប្រើមែនតើអ្នកគ្នាអាចយក game អីក៏បានទិញ game មួយណាក៏បានក្នុងតម្លៃធូរថ្លៃមែនតើហើយ 100% គឺ set សម្រាប់អ្នកនរគ្នាដែលចង់បានលេង game ថ្លៃgame ណាដែលមានតម្លៃថ្លៃដូចជា Forza 6 Forza 5ជាមួយនឹង FC 23 24 25អញ្ចឹងទៅហើយជាមួយនឹង game ផ្សេងទៀតដូចអ្នកគ្នាចង់លេង Survival Ascended ជាមួយនឹង game ផ្សេងទៀតចឹងតាមអ្នកគ្នាចង់បានគឺមាននៅខាងក្នុងនេះទាំងអស់គឺជាង 20000 game អញ្ចឹងវីដេអូនេះមានអីច្រើនទេបាយបាយ